ក៏មករំអីខ្ញុំនឹងសងសឹងមិនឲ្យវារត់ខ្លួនបានជាដាច់ខាតអើយអត់ទេចេញទៅយើងខ្លាចហើយចេញទៅចេញទៅយើងខ្លាចហើយយ៉ាងម៉េចចានេះយើងយល់សពពីដងទៀតហើយមែនទេរឿងកំហឹងខ្មោចនាងរំដួលចំណែកមីងស៊ីនូនក្រោយត្រឡប់មកពីផ្សារវិញនោះក៏បានឃើញទ្វារផ្ទះចំហគាត់នឹកស្មានថារំដួលនាងមិនបិទទ្វារក៏បន្ទោសកូនស្រីថារំដួលរំដួលជីម៉ែប្រាប់ឲ្យកកោងថានៅពេលម៉ែមិននៅឲ្យបិទទ្វារផ្ទះផងម៉ែក៏ប្រហែលបែបនេះរំដួលអីម៉ែក៏មិនលឺឆ្លើយអីសោះអញ្ចឹងរំដួលគេទៅណាទេរំដួលកូនរំដួលអីមីងស៊ីនូនក្រោយបាត់កូនមិនឃើញបែបនេះក៏ដើរចេញទៅសួរអ្នកភូមិក្រែងលោនាងដើរទៅលេងផ្ទះអ្នកជិតខាងប៉ុន្តែគ្មានអ្នកណាបានឃើញរំដួលឡើយយាយយ៉ាងម៉េចនឹងហាំងស៊ីនូនយាយមានឃើញកូនស្រីខ្ញុំទេយាយរំដួលណាយាយអត់ទេយាយដូចជាមិនបានឃើញទេក្រែងវានៅជាមួយឯងនឹងតើហីមិនបានជាមិនដឹងថាកូននៅណានោះខ្ញុំទៅសារមួយផ្លែតនឹងណាយាយពេលមកផ្ទះវិញក៏ស្រាប់តែបាត់នាងរកមិនឃើញសោះហើយអ៊ំស៊ីនូនរកបងរំដួលមែនទេអ៊ំមែនហើយអាតាឯងមានបានឃើញទេនឹងកាលមុននេះខ្ញុំបានឃើញបងរំដួលចេញទៅខាងក្រៅជាមួយអ្នកណាក៏មិនដឹងទេប៉ុន្តែតាមដែលខ្ញុំមើលទេគឺដូចជាកូនចៅរបស់អ្នកប្រសិនណាអ៊ំថាមិញកូនចៅអាសាននេះវីវហើយកូនរំដួលច្បាស់ជាមានរឿងមិនខានហើយចុះវាយ៉ាងម៉េចទៅវិញទៅហាស៊ីនូនមីងស៊ីនូនក៏បានរៀបរាប់ប្រាប់ទៅដល់យាយសំឲ្យបានដឹងយាយសំគ្រាន់តែឮហើយភ្ញាក់ផ្អើលនឹងរឿងនេះណាស់ព្រោះគិតថានឹងមានរឿងមិនល្អកើតឡើងចំពោះនាងរំដួលមិនខានឡើយរឿងគឺបែបនឹងណាលោកយាយពុតធូបើអញ្ចឹងនាងរំដួលច្បាស់ជាមានរឿងមិនខានទេយាយខ្ញុំគូធ្វើយ៉ាងម៉េចទៅយាយគិតថាគូតែរកអ្នកស្រុកអ្នកភូមិយើងឲ្យជួយចេញទៅរកទៅបានបញ្ញាប់បន្តិចទៅណាញ់កុំអង្យូរពេកអីចាយាយតោះយាយក៏ជួយចេញទៅរកដែរណាញ់ក្រែងបានឃើញចំណែកនៃសាន់និងនៃតឹងវិញក្រោយមានរឿងបែបនេះកើតឡើងហើយពួកវាភ័យណាស់រត់ត្រហេបត្រហប់ឡើងទៅលើផ្ទះលោកមេឃុំឃើញក៏ហៅសួរពីអ្នកនេះទើបតែមកពីណាទៀតហើយត្រហេបត្រហប់ដូចជារត់គេចពីខ្មោចអញ្ចឹងពុកមានរឿងហើយពុកពុកត្រូវតែជួយខ្ញុំណាពងរឿងអីទៅឯងឆាប់និយាយមកមើលពុកពេលនេះនាងរំដួលស្លាប់ហើយថាម៉េចរំដួលស្លាប់ហេតុអីបានជានាងស្លាប់គឺអ្នកប្រុសចាប់រំលោភហើយនាងខំក៏ខំអណ្ដាតសម្រាប់ខ្លួនទៅអាកូនចំសៀតនេះជារឿងពិតដែរទេពុកខ្ញុំខុសហើយសូមពុកជួយខ្ញុំផងទៅណាពងយើងប្រាប់ឯងប្រមាណដងហើយថាកុំឲ្យឯងទៅធ្វើរឿងបែបនេះឯងទៅបង្ករឿងឲ្យទាល់តែបានពងខ្ញុំក៏មិនដឹងថាមានរឿងនេះកើតឡើងដែរពុកត្រូវតែជួយខ្ញុំណាពងបានហើយរឿងនេះទុកឲ្យយើងចាត់ការទៅចុះអរគុណហើយពងរំដួលកូនរំដួលមានបានលឺមកហៅទេកូនរំដួលចៅនៅណាទៅចៅរំដួលអើយបើលឺហើយជួយឆ្លើយផងរំដួល
វិលទៅរំដួលប្រហែលជាមិនបានទីនេះទេ បើអញ្ចឹងពួកយើងត្រូវកន្លែងណាទេនៅក្នុងភូមិរកអស់ហើយនៅក្នុងព្រៃនេះក៏រកសពកន្លែងទៀតប៉ុន្តែនៅតែរកមិនឃើញម៉ែអីយាយខ្ញុំដូចជាបានឮសំឡេងរំដួលហៅខ្ញុំណាយាយមានបានឮដែរទេមិនឮទេហើយពួកឯងមានបានឮដែរទេនឹង មិនលឺទេខ្ញុំក៏មិនលឺដូចគ្នា និយាយថាឯងបារម្ភពីកូនពេកឯងឡើងសម័យហើយមើលទៅនោះម៉ែខ្ញុំនៅទីនេះខ្ញុំនៅទីនេះហាយាយខ្ញុំឮសំឡេងកូនខ្ញុំនៅទីនោះឆាប់នាំគ្នាទៅមើលទៅយាយ គ្រប់គ្នាក៏នាំដើរតាមមីងស៊ីនូន5ពេលទៅដល់ស្រាប់តែមីងស៊ីនូនក៏ក្រឡេកឃើញឆ្កែព្រៃពីរក្បាលកំពុងតែឈរនៅក្បែរពំនូកដីដែលកប់សាកសពនាងរំដួលមីងស៊ីនូនក៏ដើរទៅមើល អីហេតុអីបានជាឆ្កែនៅឈរនៅទីនោះធ្វើអីហាយាយទីនោះមានជើងមនុស្សឯណាទៅអូពិតជាជើងមនុស្សមែនតើប៉ុន្តែស្លេកស្លាំងអស់ទៅហើយតាមមើលច្បាស់ជាសាកសពដែលគេយកមកកាប់ចោលហើយមើលទៅនោះ មីងស៊ីនូនមើលជើងសាកសពនោះក៏ស្រាប់តែឃើញមានស្នាមខ្មៅមួយនៅជើងខាងស្ដាំរបស់នាងមីងស៊ីនូនក៏លាន់មាន់ យាយយ៉ាងម៉េចនឹងហាស៊ីនូនឯងយំធ្វើអីទៅយាយខ្ញុំគិតថាសាកសពនេះគឺជាសាកសពរំដួលកូនខ្ញុំហើយណាយាយថាយ៉ាងម៉េចសាកសពរំដួលលេងមែនហើយយាយកូនខ្ញុំមានស្នាមខ្មៅនៅជើងខាងស្ដាំខ្ញុំចាំច្បាស់ណាស់យាយបើអញ្ចឹងពួកយើងនាំគ្នាកាយដីនេះមើលទៅ ពូទាំងពីរមីងស៊ីនូននិងយាយសំក៏នាំគ្នាកាយដីនោះដើម្បីមើលសាកសពឲ្យបានច្បាស់ថានេះគឺពិតជារំដួលមែនឬមិនមែនជាលទ្ធផលនេះគឺពិតជាសាកសពរបស់នាងរំដួលពិតមែនមីងស៊ីនូនគ្រាន់តែឃើញហើយយំទន់ខ្លួនព្រោះមិនគួរឲ្យជឿថាកូនរបស់គាត់ត្រូវមកស្លាប់នៅទីនេះ រំដួលកូនតើនរណាគេសម្លាប់កូនទៅកូនរំដួលកូនស្រីមានម្ដាយមានកូនតែម្នាក់ទេហេតុអីបានជាកូនមកត្រូវស្លាប់នៅទីនេះទៅវិញកូនកូនចាប់បើកភ្នែកឡើងមកកូនខ្ញុំមិនសុខចិត្តទេអ្នកណាគេសម្លាប់កូនខ្ញុំឆាប់សំកូនខ្ញុំមកខ្ញុំវិញមកសំកូនខ្ញុំមកខ្ញុំវិញមកស៊ីនូនអើយកុំសោកសៅពេកអីរំដួលនាងបានស្លាប់ទៅហើយពួកយើងយកសាកសពរបស់នាងទៅធ្វើបុណ្យទៅដើម្បីឲ្យនាងឆាប់បានទៅចាប់ជាតិចាប់កំណើតហ្នឹងកូនរបស់ខ្ញុំគេនៅក្មេងណាស់យាយតើអ្នកណាគេគេចិត្តអាក្រក់ខុសខើយ៉ាងនេះមកផ្ដាច់ជីវិតកូនស្រីខ្ញុំរំដួលកូនស៊ីនូនកាត់ចិត្តទៅណាំងកាត់ចិត្តទៅពួកយើងនាំគ្នាធ្វើបន់ឲ្យរំដួលឲ្យហើយសិនទៅណាំងក្រោយពីធ្វើបន់ឲ្យរំដួលរួចហើយមីងស៊ីនូន
ក៏នៅតែនឹករលឹកទៅដល់កូនស្រីតែមួយគត់របស់គាត់យំដោយរៀបរាប់ថា រំដួលកូនតើអ្នកណាគេជាអ្នកសម្លាប់កូនកូនប្រាប់ម៉ែផងណាកូនប្រាប់ម៉ែផងម៉ែនឹងទៅសម្លាប់វាម៉ែនឹងសងសឹកឲ្យកូនណាកូន មីងស៊ីនុំរៀបរាប់រហូតដល់គាត់លងលក់ទៅនៅយប់នោះប្រលឹងនាងរំដួលបានមកមើលម្ដាយព្រោះដឹងថាម្ដាយនាងច្បាស់ជាពិបាកចិត្តព្រោះតែរឿងនេះមិនខានទេ ម៉ែឲ្យកូនសុំទៅកូនមិនអាចនៅកំដរម៉ែឲ្យបានយូរជាងនេះកូនពិតជាមិនចង់ទៅចោលម៉ែទៅបាត់នេះទេប៉ុន្តែកូនមិនអាចអត់ទ្រាំនៅទង្វើរបស់អាសាន់ដែលវាធ្វើមកលើកូនរឿងសងសឹកនោះម៉ែកុំរំអីខ្ញុំនឹងសងសឹកមិនឲ្យវារត់ខ្លួនបានជាដាច់ខាតព្រលឹងរបស់កូនច្បាស់ជានៅមិនបានសុខទេបើសិនជាមិនបានសងសឹកដោយផ្ទាល់ដៃខ្ញុំទៅសិនហើយណាម៉ែ អើយអត់ទេចេញទៅយើងខ្លាចហើយចេញទៅយើងយល់សប្តិទេហើយចេញទៅយើងខ្លាចហើយយ៉ាងម៉េចចាស់ នេះយើងយល់សប្តិពីរដងទៀតហើយមែនទេមិនក៏យើងយល់សប្តិឃើញតែខ្មោចនាងរំដួលអញ្ចឹងនាងរំដួលឈប់មកឡងយើងទៅឲ្យយើងសុំទោសនាងផងទៅចុះនាងស្លាប់ទៅហើយកុំរកយើងអីចាំយើងធ្វើបន់ឲ្យនាងទៅចុះ យើងមិនទទួលផលបន់របស់អញឡើយជីវិតត្រូវសងដោយជីវិតបើអញមិនស្លាប់ទេនោះយើងនឹងមិនទៅចាប់ចិត្តជាដាច់ខាត ពួកអញត្រូវតែងំ លុះព្រឹកឡើងនេសាន់ក៏រៀបចំខ្លួនដើម្បីទៅដើរលេងនៅខាងក្រៅនេសាន់កំពុងតែឆ្លុះកញ្ចក់សិតសក់ស្រាប់តែភ្លាមនោះក៏បានឃើញមនុស្សស្រីមុខសុទ្ធតែឈាមនៅពីក្រោយខ្នងហើយលោកដៃចង់ច្របាច់កនេសាន់ភ័យពេកក៏ស្រែកឡើងថាខ្មោចជួយផងខ្មោចឡងណាប្រុសមានខ្មោចយ៉ាងណាគឺខ្ញុំតើគឺខ្ញុំអត់តឹងអត់ទេតែមិញនេះយើងឃើញខ្មោចវើយអូយមានខ្មោចមកពីណាខ្ញុំនៅទីនេះមិនឃើញមានខ្មោចអីផងនឹងខ្ញុំថាអ្នកប្រុសប្រហែលជាស្វាំងភ្នែកហើយមើលទៅនោះមែនហើយប្រហែលជាយើងស្វាំងភ្នែកមែនហើយ ពួកឯងរៀបចេញតាណាទៀតហើយពងខ្ញុំខានចេញតែក្រៅចិត្តមួយអាទិត្យហើយគិតថាចង់ចេញតែក្រៅដើរលេងម្ដងណាពងយើងថាមួយរយៈនេះឯងគូតែនៅក្នុងផ្ទះសិនហើយកុំដើរលេងតាណាអីឯងភ្លេចហើយថាឯងបានធ្វើរឿងអីខ្លះពងរឿងនេះគ្មានអ្នកណាដឹងទេពងពុកកុំរំអីបើទោះបីជាមានអ្នកដឹងក៏ពួកគេមិនអាចធ្វើអ្វីពុកបានដែរ ណែកុំមើលងាយស្ថានភាពឲ្យសោះអំឡុងពេលនេះកុំសូវបង្ហាញខ្លួនខ្លាំងពេកខ្ញុំដឹងហើយពងខ្ញុំចេញតែក្រៅតែមួយផ្លែនតាមពងបន្តិចទៀតខ្ញុំនឹងមកវិញហើយប្រយ័ត្នប្រយែងដឹងទេបាទពងអើយគួរឲ្យធុញមែនពេលអូនរំដួលស្លាប់ទៅដូចជាមិនឃើញមានស្រីស្អាតណាគួរឲ្យតាក់ចិត្តយើងសោះ នៅភូមិនេះអ្នកណាមិនដឹងពីសម្រស់រំដួលនោះមួយភូមិគ្មានអ្នកណាស្អាតដូចជានាងនោះទេអាសាន់អាខេតកោអូយយើងនឹងសម្លាប់ឯងយើងនឹងសម្លាប់ឯងធ្វើអីនឹងមីងមិនក៏មីងវាយខ្ញុំអញ្ចឹងណែបានហើយមីងបានហើយ
យើងនឹងសម្លាប់ឯងយើងនឹងសម្លាប់ឯង អើយមីងឈប់វាយទៅ អាសាន់ឯងធ្វើបាបកូនស្រីយើង អាតឹងឆាប់រត់ទៅរត់ឲ្យលឿនទៅលបងទៅហើយអូយអត់ដឹងទេទៅហើយ អាសាន់ឯងកុំរុនម៉ៃអីយូស៊ីនួនឯងចាំបាច់ទៅហើយស៊ីនួនលោកយាយខ្ញុំចាំម៉ែផងណាយាយអាសាន់អាតឹងពួកឯងចង់រត់ទៅណា អើយរត់ដល់លឿនទៅដល់ប្រុសយើងកំពុងតែរត់ហាញ់តើឯងមិនឃើញទេអីមិនក៏យើងរត់តែនៅកន្លែងតដាល់អញ្ចឹងហើយមិនក៏រត់មកទៅមុខសោះអញ្ចឹងលបងអើយមែនហើយវើយមិនក៏អញ្ចឹងនេះសាន់នឹងនេះតឹងរត់មិនទៅមុខតាមពិតទៅព្រោះតែប្រលឹងខ្មោចរំដួលចាប់ស្មាពួកគេជាប់ទើបបានជារត់មិនទៅមុខបែបនេះ ពួកឯងចង់រត់ទៅណា សំលេងអ្នកណានិយាយវើយខ្ញុំមិនដឹងទេណាប្រុស យ៉ាងម៉េចផ្លេចសម្លេងយើងហើយមែនទេគឺជាយើងណា គឺយើងណាទៅ យើងគឺជារំដួលនោះឯង គ្រាន់តែឮថាជារំដួលនៃសាន់នឹងអាតឹងឈប់រត់ភ្លាមហើយសម្លឹងមើលមកគ្នារំដួលតែក្រែងនាងស្លាប់ហើយនោះអី យើងស្លាប់តែរូបកាយទេប៉ុន្តែគំនុំយើងនៅមិនទាន់រលត់ឡើងតារាប់ណាមិនទាន់បានសម្លាប់ពួកឯង រំដួលយើងសំវល់នាងកុំធ្វើបាបយើងណាដោះលែងយើងទៅហើយរំដួលខ្ញុំមិនតាក់ទងនឹងរឿងនេះទេគឺអ្នកប្រុសសាន់ដែលចាប់រំលោភនាងនោះអើយដល់លែងខ្ញុំទៅអាខ្ទឹងមិនក៏ឯងនិយាយបែបនេះ ឈប់និយាយទៀតទេណាពេលដែលឯងរំលោភយើងបានសុំអង្វរកឯងឲ្យដោះលែងយើងមកក៏ឯងមិនព្រមនៅមានឯងទៀតគឺជាឯងជាអ្នករួមកំណត់បោកយើងនឹងសម្លាប់ពួកឯង នេះសាន់នឹងអាតឹងខំប្រឹងរើដែរតែរើមិនរួចឡើយរំដួលបានចាប់លើកពួកគេទាំងពីរនាក់ឡើងទៅលើបំរុងនឹងបោកពួកគេឲ្យស្លាប់ទៅហើយស្រាប់តែរំពេចនោះលោកមេឃុំមកដល់ឈប់ភ្លាមនាងរំដួលគ្រាន់តែឮលោកមេភូមិហៅឈ្មោះនាងក៏ទម្លាក់នៃសាន់និងអាតឹងចុះធ្វើឲ្យពួកគេអុកគូតទៅនឹងដីលោកមេឃុំជួយខ្ញុំផង លោកមេឃុំលោកបាននេះល្អហើយលោកបានដឹងអស់ហើយថាអាសាន់វាធ្វើបាបយើងរហូតដល់ស្លាប់ប៉ុន្តែលោកមេឃុំនៅតែការពារវាទៀតយើងនឹងសម្លាប់ពួកឯងទាំង3ក្បាល នាងគិតថាអាចធ្វើអីយើងបានហ៎នេះគឺជាវត្ថុស័ក្តិសិទ្ធិឲ្យតែនាងហ៊ានប៉ះយើងតែបន្តិចនោះនាងនឹងក្តៅរលាកខ្លួនប្រាណជាមិនខានទេ ឯងស្មានថាយើងខ្លាចមែនទេ រំដួលក៏ហោះយ៉ាងលឿនសំដៅទៅចាប់ច្បាច់កលោកមេឃុំតែវត្ថុស័ក្តិសិទ្ធិរបស់លោកមេឃុំបានបញ្ចេញពន្លឺភ្លើងធ្វើឲ្យរំដួលខ្ទាតចេញទៅម្ខាង ឯង យើងប្រាប់ហើយតើថាឯងមិនអាចធ្វើអីយើងបានឡើយនាងខ្មោចតៃហោង រំដួលកូនរំដួលម៉ែមកទីនេះធ្វើអីទៅម៉ែឆាប់ទៅវិញទៅអត់ទេណាកូនម៉ែមិនទៅវិញទេរំដួលកូនទៅចាប់ជាតិទៅណាកូនម៉ែដល់រាប់ណាខ្ញុំមិនទាន់បានសងសឹកទេនោះខ្ញុំនឹងមិនទៅចាប់ជាតិឡើយម៉ែគឺពួកឯងតាមពិតគឺជាពួកឯងសោះដែលសម្រាប់ចៅរំដួលពួកឯងជាគ្រូសាស្ត្រអ្នកច្បាប់ហេតុអីក៏ដើរធ្វើបាបប្រជារាស្ត្របែបនេះកាន់ជើងកូនទាំងដែលកូនខ្លួនឯងខុសបែបនេះអញ្ចឹងហ៎ ហ
មានឪពុកម្ដាយណាដែលនៅឈមមើលកូនខ្លួនឯងទទួលទោសនោះទេពួកឯងស្មានថាអាចធ្វើអីយើងបានទៅ កូនយើងស្លាប់ទាំងអយុត្តិធម៌ណាស់ពួកឯងនឹកស្មានថាអាចរស់នៅបានសុខស្រួលមែនទេកម្មនឹងតបស្នងពួកឯងវិញមិនខាន កម្មស្អីទៅណាណាអាចមកយកកម្មយើងបាននោះ ម៉ែនអើយពេលនេះលោកមេឃុំមានវត្ថុស័ក្តិសិទ្ធិខ្មោចនឹងរំដួលមិនអាចធ្វើអីបានទេសំអាងលើពួកឯងអាចធ្វើអីបានទៅណាណាដែលមិនស្គាល់លោកមេឃុំនោះ ត្រឹមតែជាវត្ថុនេះឯងគិតអីថាពិតជាអាចរារាំងយើងមិនឲ្យសម្លាប់ពួកឯងបាននោះ រំដួលបានពន្លាតដៃទាំងពីរយ៉ាងវែងទៅច្របាច់កនៃសាន់និងអាតឹងរួចក្រវែងអ្នកទាំងពីរទៅខ្ទប់នឹងដើមឈើធំដែលនៅក្បែរនោះធ្វើឲ្យបែកថ្លើមស្លាប់ទាំងពីរអ្នកតែម្ដងទៅនាងពុកជួយខ្ញុំផងពុកខ្ញុំអាសាន់អាតឹងនាងរំដួលយើងនឹងសងសឹកឲ្យកូនយើងលោកមេឃុំបានកាន់វត្ថុស័ក្តិសិទ្ធិនោះរួចដើរសំដៅទៅរករំដួលមីងស៊ីនូនឃើញក៏រត់ស្ទុះយ៉ាងលឿនទៅកញ្ឆក់យកវត្ថុស័ក្តិសិទ្ធិនោះពីដៃលោកមេឃុំ យើងមិនឲ្យពួកឯងធ្វើបាបកូនយើងបានឡើយ បានឱកាសនោះរំដួលក៏ប្រើក្រចកដៃដ៏វែងរបស់នាងចាក់ទម្លុះពោះរបស់លោកមេភូមិរួចទាញយកពោះវៀនចេញមកក្រៅធ្វើឲ្យលោកមេឃុំស្លាប់ភ្លាមនៅកន្លែងនោះ ម៉ែខ្ញុំសងសឹកបានហើយម៉ែរំដួលកូនពេលនេះកូនសងសឹកបានហើយនៅពេលនេះវិញ្ញាណកូនបានស្ងប់ចិត្តហើយមែនទេកូនម៉ែកូនស្ងប់ចិត្តហើយកូនត្រូវទៅពិភពលោករបស់កូនហើយយាយសូមជួយជួយមើលថាម៉ែរបស់ខ្ញុំផងណាយាយមិនអីទេរំដួលយាយនឹងមើលថែម៉ែឯងឲ្យបានល្អណាស់ចៅឯងឆាប់ទៅចាប់ភពចាប់កំណើតចោះណាចៅខ្ញុំអរគុណហើយណាយាយម៉ែបើសិនជាមានជាតិក្រោយនោះកូនសូមធ្វើជាកូនរបស់ម៉ែទៀតណាម៉ែកូនត្រូវទៅហើយរំដួលកូនម៉ែស្លាញ់កូនណាស់កូនសូមឲ្យវិញ្ញាណក្ខន្ធរបស់កូនទៅឲ្យបានស្ងប់សុខចោះណាកូនចាម៉ែខ្ញុំទៅសិនហើយណាម៉ែលោកយាយខ្ញុំទៅសិនហើយខ្ញុំលាគ្រប់គ្នាហើយ ចាប់តាំងពីពេលនោះមកមីងស៊ីនូនក៏ផ្ញើខ្លួននឹងព្រះពុទ្ធដោយបួសធ្វើជាដូនជីដើម្បីបានបញ្ជូនកុសលផលបុណ្យឲ្យទៅរំដួល